ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងជួបគ្នាជាថ្មីម្ដងទៀតហើយនៅក្នុងអត្ថបទអានទាំងស្រុងដែលដកស្រង់ចេញពីសៀវភៅប្រតិទិនទស្សនៈ365ថ្ងៃដែលជាការរៀបរៀងនិងចងក្រងដោយអ្នកនិពន្ធរបស់យើងឈ្មោះថាឡាំលីមនៅថ្ងៃទី21ខែកុម្ភៈអ្នកម្ដាយរបស់ខ្ញុំបាននិយាយថាបើខ្ញុំធ្វើជាទាហានខ្ញុំនឹងក្លាយខ្លួនទៅជាឧត្តមសេនីយ៍ហើយបើខ្ញុំធ្វើជាអ្នកបួសជាសង្ឃខ្ញុំនឹងក្លាយទៅជាសម្ដេចបាបប៉ុន្តែនៅទីបំផុតខ្ញុំបានក្លាយទៅជាវិចិត្រករក៏ក្លាយជាខ្ញុំខ្លួនឯងគឺ Pablo Picasso ស្រឡាញ់អ្វីដែលយើងធ្វើហើយធ្វើអ្វីដែលយើងស្រឡាញ់សូមកុំធ្វើការងារណាដែលយើងមិនស្រឡាញ់ពីព្រោះវានឹងធ្វើឲ្យយើងស្លាប់ទាំងរស់គឺដោយសារតែមនុស្សយើងរស់នៅជាមួយនឹងការងារស្ទើរតែពេញមួយជីវិតបើពេញមួយជីវិតយើងធ្វើការងារដែលខ្លួនឯងមិនបានស្រឡាញ់សោះនោះរសជាតិជីវិតនឹងសោះកក្រោះដូចជាស្លាប់ទាំងរស់អញ្ចឹងនៅថ្ងៃទី22ខែកុម្ភៈជីវិតគឺជាកម្មសិទ្ធិរបស់ដំណើរនៃការរស់នៅហើយដើម្បីឲ្យជីវិតរស់នៅបន្តទៅទៀតបានលុះត្រាតែយើងបានត្រៀមខ្លួនទុកជាមុននៅក្នុងការផ្លាស់ប្ដូរគ្រប់យ៉ាងតែងតែមានការផ្លាស់ប្ដូរហើយមានតែការផ្លាស់ប្ដូរប៉ុណ្ណោះដែលមិនមានការផ្លាស់ប្ដូរគ្រប់យ៉ាងតែងតែមានទីបញ្ចប់ហើយមានតែទីបញ្ចប់តែប៉ុណ្ណោះដែលមិនចេះចប់មនុស្សដែលភ័យខ្លាចនៅក្នុងការផ្លាស់ប្ដូរនោះគេបានបរាជ័យនៅក្នុងការផ្លាស់ប្ដូររួចទៅហើយមនុស្សដែលបរាជ័យនៅក្នុងការផ្លាស់ប្ដូរនោះគេក៏នឹងមិនទទួលបានការផ្លាស់ប្ដូរអ្វីទាំងអស់ចង់ប្ដូរអ្វីក៏ដោយគឺត្រូវប្ដូរខ្លួនឯងជាមុនសិនប្ដូរពីខ្លាចមកហ៊ានប្ដូរពីហិង្សាមកអហិង្សាប្ដូរពីការបែកបាក់សាមគ្គីមកសាមគ្គីប្ដូរពីការលៀបពណ៌មកយោគយល់ប្ដូរពីការស្អប់មកស្រឡាញ់ហើយប្ដូរពីឈ្នះខ្លួនឯងមកឈ្នះទាំងអស់គ្នានៅថ្ងៃទី23ខែកុម្ភៈ Albert Camus ក៏បានពោលផងដែរថាពុំមានអ្វីដែលគួរឲ្យស្អប់ខ្ពើមខ្លាំងបំផុតជាងការគោរពរាប់អានគ្នាដោយសារតែខ្លាចអំណាចគ្នានោះទេពេលអ្នកមានអំណាចបុណ្យស័ក្តិនិងមានទ្រព្យសម្បត្តិនោះគ្រប់គ្នានឹងស្គាល់អ្នកតែនៅពេលដែលអ្នកអស់អំណាចអស់បុណ្យស័ក្តិអស់ទ្រព្យសម្បត្តិនោះអ្នកនឹងស្គាល់មនុស្សគ្រប់គ្នាវិញបើទោះបីជាយើងជាមនុស្សខ្លាំងអស្ចារ្យយ៉ាងណាក៏ដោយតែបើយើងសុខចិត្តធ្វើខ្លួនជាមនុស្សសាមញ្ញនោះយើងក៏នឹងទទួលបាននូវការគោរពរាប់អានពីមនុស្សផងគ្នាបែបសាមញ្ញហើយយូរអង្វែងជាងនៅក្នុងគម្ពីរសាសនាគ្រិស្តបានលើកឡើងថាចូលចេះដាក់ខ្លួនឲ្យទាបនោះនឹងទទួលបាននូវការគោរពលើកដំកើងយ៉ាងខ្ពស់ចូលគោរពមនុស្សនឹងឲ្យតម្លៃមនុស្សនៅក្នុងឋានៈស្មើគ្នាជាមនុស្សដោយមិនគិតថាមនុស្សនោះគឺជាអ្នកសុំទានឬក៏ជានាយករដ្ឋមន្ត្រីឡើយអ្នកដែលមានឋានៈខ្ពស់នៅក្នុងសង្គមចូលចងចាំគ្រប់គ្នាគោរពឋានៈសង្គមរបស់អ្នកប៉ុណ្ណោះតែគេមិនគោរពអ្នកនោះទេគ្រប់គ្នានឹងគោរពអ្នកលុះត្រាតែអ្នកចេះគោរពគេផងដែរសូមកុំស្អប់អ្នកក្រពីព្រោះនៅពេលដែលយើងស្លាប់ទៅគឺគ្មានអ្នកមានណាសែងក្តាមមកជួយយើងនោះទេនៅថ្ងៃទី24ខែកុម្ភៈ Voltaire ក៏បានពោលផងដែរថាពេលខ្ញុំអានកាន់តែច្រើនខ្ញុំសេចក្ដីគិតពិចារណាកាន់តែជ្រៅខ្លាំងហើយពេលដែលខ្ញុំសេចក្ដីគិតពិចារណាកាន់តែជ្រៅខ្លាំងគឺខ្ញុំក៏មានតែទទួលស្គាល់ខ្លួនឯងកាន់តែច្បាស់ខ្លាំងផងដែរថាខ្ញុំមិនចេះអ្វីសោះអ្នកដែលអានសៀវភៅច្រើនបំផុតដោយមិនចំណាយពេលគិតពិចារណាគឺមានកំហុសស្មើនឹងគិតច្រើនដោយមិនបានអានមនុស្សដែលគិតច្រើនដោយគ្មានមូលដ្ឋានគោលការណ៍តែតែបង្កបញ្ហានិងមេរោគដល់ចិត្តគំនិតរបស់ខ្លួនឯងជានិច្ចមនុស្សដែលចេះអានពិតប្រាកដគឺជាបុគ្គលដែលដឹងសៀវភៅត្រូវអាននិងចេះបន្សុទ្ធនៅចំណេះដឹងដែលចេញពីសៀវភៅហើយអាចបំលែងទ្រឹស្ដីទៅជាការអនុវត្តជាក់ស្ដែងអ្នកដែលចេះអានគឺជាបុគ្គលដែលអានសៀវភៅយកគុណភាពតែមិនមែនយកបរិមាណឡើយការអានសៀវភៅយកគុណភាពគឺមានន័យថាការដែលយើងចេះបន្សុទ្ធនៅចំណេះដឹងចេញពីសៀវភៅហើយបំលែងទ្រឹស្ដីទៅជាការអនុវត្តជាក់ស្ដែងអ្នកដែលចេះអានគឺជាបុគ្គលដែលអានសៀវភៅយកគុណភាពតែមិនមែនយកបរិមាណ
ការអានសៀវភៅយកគុណភាពគឺមានន័យថាអានយកចេះតែមិនមែនអានយកចប់នោះទេតើអ្នកគឺជាអ្នកដែលអានសៀវភៅបែបណាអ្នកអានយកបែបចេះឬក៏អ្នកអានយកបែបចប់នៅថ្ងៃទី25ខែកុម្ភៈបើគ្រប់យ៉ាងយើងនៅលើលោកនេះមិនងាយស្រួលសម្រាប់យើងនោះទេសូមត្រឹមតែអ្វីដែលយើងធ្វើនោះមានតម្លៃទៅបានហើយបញ្ហាត្រូវយកអាយុជីវិតមកដោះស្រាយតែនៅពេលដែលមនុស្សហ៊ានដោះស្រាយបើទោះបីជាត្រូវបាត់បង់ជីវិតក៏ដោយមូលហេតុគឺមិនមែនដោយសារតែកិច្ចការនោះវាងាយស្រួលនោះទេតែដោយសារតែកិច្ចការនោះមានតម្លៃត្រូវធ្វើការលះបង់ដ៏មានតម្លៃធំធេងបំផុតគឺជាបុគ្គលដែលជ្រើសរើសយកការងារមានតម្លៃការងារមានតម្លៃគឺជាការងារដែលគិតទៅលើប្រយោជន៍ឈ្នះឈ្នះនៅថ្ងៃទី26ខែកុម្ភៈពេលខ្លះមនុស្សប្រុសយល់ខុសឆ្លាស់ពីមនុស្សស្រីពីព្រោះមនុស្សស្រីរកវិធីរៀនឲ្យពូកែនិងអភិវឌ្ឍសមត្ថភាពដើម្បីឲ្យមានភាពខ្ពង់ខ្ពស់ឈានទៅដល់ការចេះគ្រប់គ្រងខ្លួនឯងប៉ុន្តែមនុស្សប្រុសវិញគិតតែរឿងស្នេហានិងស្វែងរកវិធីឲ្យបាននៅក្បែរស្រីស្រីប៉ុណ្ណោះនេះគឺនិយាយតែមួយចំនួនប៉ុណ្ណោះស្រីស្រីខ្លួនឯងគិតថាកាត់មកជាស្រីស្អាតពិតជាសំណាងណាស់ហើយក៏ជាព្រាងល្អខ្លាំងណាស់តែខ្ញុំគិតថាមនុស្សខ្លះកាត់មកជាស្រីស្អាតគឺអភ័ព្វទៅវិញទេពីព្រោះមនុស្សស្រីខ្លះស្រឡាញ់រូបសម្បត្តិស្អាតជាងសមត្ថភាពដែលមានកែវភ្នែកល្អចេះមើលបរិះល្អការដែលគ្មានសមត្ថភាពមើលបរិះល្អឬគ្មានកែវភ្នែកល្អមើលបរិះល្អគឺជាហេតុបណ្ដាលឲ្យស្រីជួបមនុស្សប្រុសដែលមានមុខគ្រប់ប្រភេទនិងសម្ដីបោកប្រាស់គ្រប់ស្នៀតមនុស្សស្រីទោះបីជាចង់ឬមិនចង់តែប្រហែលជាត្រូវចូលនៅក្នុងអន្លង់ព្រាននារីសិនទើបរកមនុស្សល្អឃើញចង់រកមនុស្សល្អពិតត្រូវរកពេលខ្លួនដុនដាបរកពេលខ្លួនគ្មានអ្វីសោះទើបអាចដឹងថាអ្នកណាស្មោះឬក៏អ្នកណាត្រឹមតែចង់លេងសើចជាមួយខ្លួននៅថ្ងៃទី27ខែកុម្ភៈមនុស្សខ្ជិលនិងមនុស្សឱសាខុសគ្នាត្រង់អ្នកឱសាគឺឆ្លាតចេះប្រឹងប្រែងស្របពេលដែលអ្នកល្ងងចេះតែចង់បានតែស្រឡាញ់ភាពខ្ជិលស្ពឹកចោលចង់រៀនឲ្យចេះឲ្យប្រឹងរៀនចង់មានឲ្យប្រឹងរកអ្នកខ្ជិលចូលចិត្តរកគូសកលរកកូនអ្នកមានតែអ្នកមានគំនិតតែងរកគូសកលណាដែលចេះបង្កើតគំនិតបង្កើតទ្រព្យសម្បត្តិនិងរក្សាទ្រព្យសម្បត្តិឲ្យគង់វង្សអ្នកនិពន្ធសភៅឪពុកអ្នកមានបង្រៀនកូនអ្នកក្រលោក Robert Kiyosaki បាននិយាយថាมันសំខាន់តើអ្នកពូកែរកចំណូលបានច្រើនប៉ុណ្ណានោះទេតែអ្វីដែលសំខាន់ត្រង់ថាតើអ្នកពូកែសន្សំរៀបចំទុកដាក់ចំណូលនោះយ៉ាងដូចម្ដេចយើងអាចក្លាយទៅជាអ្នកមានប្រសិនបើយើងបានរៀបការជាមួយកូនស៊ីថៃប៉ុន្តែយើងអាចនឹងមិនក្លាយទៅជាបណ្ឌិតបានទេបើទោះបីជាយើងបានរៀបការជាមួយបណ្ឌិតឬកូនបណ្ឌិតឬប្រសិនបើយើងខ្ជិលរៀនសូត្រចូលរៀនចេះលាក់បាំងនៅអារម្មណ៍នៃសេចក្តីត្រូវការរបស់ខ្លួនឯងតែចូលបង្ហាញនៅការខិតខំប្រឹងប្រែងរបស់ខ្លួនឯងទៅវិញ Learn to hit your need and show your skill នេះគឺជាសម្ដីរបស់លោក Jim Rohn នៅថ្ងៃទី28ខែកុម្ភៈការដែលស្គាល់ខ្លួនឯងគឺជានរណាពិតប្រាកដគឺជាបុព្វហេតុដំបូងដែលនាំឲ្យមនុស្សចេះអភិវឌ្ឍនៅសមត្ថភាពរបស់ខ្លួនមនុស្សដែលមានភាពជាអ្នកដឹកនាំខ្លួនតែងតែចេះអភិវឌ្ឍខ្លួនជាប្រចាំដើម្បីគ្រប់គ្រងសង្គមមួយឲ្យបានល្អដំបូងមនុស្សត្រូវគ្រប់គ្រងគ្រួសារឲ្យបានល្អជាមុនសិនដើម្បីគ្រប់គ្រងគ្រួសារទាំងមូលឲ្យបានល្អដំបូងមនុស្សត្រូវគ្រប់គ្រងខ្លួនឯងឲ្យបានល្អជាមុនសិនដើម្បីគ្រប់គ្រងខ្លួនឯងឲ្យបានល្អដំបូងមនុស្សត្រូវចេះអភិវឌ្ឍសមត្ថភាពខ្លួនឯងឲ្យបានល្អជាមុនសិនការអភិវឌ្ឍសមត្ថភាពខ្លួនឯងឲ្យរីកចម្រើនខ្លាំងជាលំដាប់គឺជាការអភិវឌ្ឍភាពជាអ្នកដឹកនាំសង្គមខ្លាំងគឺដោយសារមនុស្សនៅក្នុងសង្គមខ្លាំងមនុស្សនៅក្នុងសង្គមខ្លាំងអាចខ្លាំងទៅបាននោះលុះត្រាតែពួកគេចេះពង្រឹងនៅសមត្ថភាពខ្លួនឯងឲ្យខ្លាំងទៅជាប្រចាំចុងក្រោយត្រឹមតែខ្លាំងគឺមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេតែ
ត្រូវចេះសាមគ្គីនៅក្នុងកលៈទេសៈដែលត្រូវសាមគ្គីមានសមត្ថភាពតែមិនចេះសាមគ្គីគឺស្មើនឹងបរាជ័យហើយចេះសាមគ្គីតែបែរជាគ្មានសមត្ថភាពក៏នឹងមិនទាន់អាចជោគជ័យបាននៅឡើយនោះដែរ Personal development is leadership development. This is called psychology of leadership. សូមអរគុណបងប្អូនទាំងអស់គ្នាចំពោះការចុចស្ដាប់នៅคลิปវីដេអូដែលយើងអានអត្ថបទទាំងស្រុងនេះពីថ្ងៃទី21ខែកុម្ភៈរហូតដល់ថ្ងៃទី28ខែកុម្ភៈយើងនឹងជួបគ្នានៅថ្ងៃបន្ទាប់នៃខែមិនិនាចាសសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចុច Subscribe នៅ Channel របស់យើងខ្ញុំដែលជាការលើកទឹកចិត្តដល់ម្ចាស់ Channel ផ្ទាល់អរគុណយើងនឹងជួបគ្នានៅក្នុងវីដេអូ clip ក្រោយ